ok chân dương bật to mà tiền máu bắn top mọc mê mình chơi ca con tuột bàn phơi đầm ná tới cằn bàn clong bàn non chăn đầm bay sừng kẹt mới pro tự bát ca bao sầm admin đây cầm pung đầm na ca này cái thà cái cầm pung đầm na cá đó lúc ban chun đầm nâng thà cả đọc mín từ bàn bình chọc lờ tây đấy bay bên pi pon mai cà rê không đầm bắn ấy đây ác được nhát ao nẹt phum chấm nôn buôn địa trở lập một vinh nâng phơi sai chấm cá lờ đây rồi bọc phụ kề nhưng cái này thà sôm nằm sát cá nâng chấm ran po chấm po con chạp bong po từng ở khía để cho chôn rôm chật Campuchia chật tì sanh chật tì group rọp án tiếng khung nâng càiประเทศផងដែរចឹងនៅក្នុងវីដេអូនេះគឺខ្ញុំក៏ថាមានខ្លឹមសារមួយដែលតាក់ទងទៅនឹងពួកចៅស៊ីមទៀតហើយអញ្ចឹងដូចគុណម្ចាស់បងប្អូនបានឃើញអញ្ចឹងនៅចំណងជើងលើ slide របស់ខ្ញុំក៏ថាខ្ញុំក៏ថាយកមកដាក់ឲ្យគុណម្ចាស់បងប្អូនបានដឹងថាតើពួកចៅសៀមទៅដោះមីនឬក៏ទៅជាប់មីនព្រោះនៅក្នុងអត្ថន័យនៅក្នុងអត្ថបទហ្នឹងនៅក្នុងកាសែតដែលពួកវាបានចុះផ្សាយហ្នឹងគឺវាថាវាទៅដោះមីនបានច្រើនកន្លែងហើយដោះបានរាប់រយហិកតាទៀតផងរាប់រយម៉ែត្រទៀតផងហ្នឹងហើយប៉ុន្តែចុះឡើងវានៅតែយកអារឿងបញ្ហារឿងមីនហ្នឹងយកមកប្រឆាំងតវ៉ាយកមករករឿងឆ្លោះជាមួយនឹងប្រទេសកម្ពុជារបស់យើងអញ្ចឹងណាទាំងដែលខ្លួនវាចុះកសែតថាពួកវាបានដើរដោះមីនបានច្រើនកន្លែងបានដីរាប់រយម៉ែត្រហើយបានបកគលដីទាំងអស់ហ្នឹងទៅឲ្យប្រជាជនរបស់វាហ្នឹងរស់នៅជាធម្មតាទៅវិញហើយអញ្ចឹងណាហ្នឹងហើយប៉ុន្តែមុននឹងចូលទៅដល់អត្ថន័យនៅក្នុងកសែតហ្នឹងខ្ញុំគណៈអាត្មាសូមឲ្យគុណម្ចាស់បងប្អូនទាំងអស់អង្គទាំងអស់គ្នានៅពេលដែលមើលចប់ឬមើលវីដេអូបានពាក់កណ្ដាលគុណម្ចាស់បងប្អូនកុំភ្លេចជួយចុច Subscribe Channel YouTube របស់ខ្ញុំគណៈអាត្មាម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីបន្តទៀតតោះឥឡូវយើងកុំឲ្យខាត់ពេលយូរយើងទៅមើលអត្ថន័យនៅក្នុងកាសែតនឹងទាំងអស់គ្នាអញ្ចឹងចុះផ្សាយដោយកាសែត The Nation ចៅ Thailand កាលពីថ្ងៃពុធទី12ខែវិច្ឆិកាឆ្នាំ2025នៅវេលាម៉ោង 5:49 នាទីពេលល្ងាចអញ្ចឹងគឺវាចុះក្រោយពេលដែលពួកវាបានបាញ់ប្រហារមកលើប្រជាជនកម្ពុជាយើងហើយហ្នឹងវាចុះកសែតមកអញ្ចឹងវាចុះនិយាយច្រើននៅក្នុងនឹងតោះយើងទៅមើលទាំងអស់គ្នាអញ្ចឹងនៅក្នុងនេះគេថាម៉េចគេថាមេបញ្ជាការកងទ័ពជើងគោកទី1សច្ចាថានឹងត្រៀមខ្លួនការពារទឹកដីនិងរក្សាការបិទព្រំដែនរក្សាការបិទព្រំដែនការបិទព្រំដែនគឺបិទជាមួយកម្ពុជាអញ្ចឹងណាពួកវាថានឹងបន្តអាការបិទព្រំដែននឹងជាមួយកម្ពុជាទាំងអស់គ្រប់ច្រកអញ្ចឹងនេះរូបនៅក្នុងកាសែតរបស់ពួកវាដែលបានចុះផ្សាយខ្ញុំក៏ស្មានដកយកមកធ្វើតាក់តាងនៅក្នុងនឹងតែម្ដងតែឥឡូវយើងបន្តទៅអត្ថន័យនៅក្នុងកាសែតនឹងបន្តទៀតមេបញ្ជាការកងទ័ពជើងគោកទី1ឧត្តមសេនីយ៍វរយុទ្ធលួងសវណ្ណឈ្មោះរបស់វាគឺវរយុទ្ធលួងសវណ្ណអញ្ចឹងគឺឈ្មោះមេបញ្ជាការកងទ័ពចៅសៀមទី1ណាបានត្រួតពិនិត្យកងទ័ពនៅខេត្តស្រះកែវបានចុះទៅត្រួតពិនិត្យកងទ័ពនៅខេត្តស្រះកែវដោយបញ្ជាឲ្យមានការត្រៀមខ្លួនយ៉ាងពេញលេញដើម្បីការពារព្រំដែនថៃនិងរក្សាការបិទព្រំដែនជាមួយនឹងកម្ពុជាឃើញទេវានៅតែអញ្ចឹងបញ្ហាគឺនៅតែប៉ុណ្្នឹងវាអត់ទៅណាក្រៅពីបញ្ហាទាំងអស់ហ្នឹងទេចាំមើលបញ្ជាការកងទ័ពជើងគោកទី1បានទៅទស្សនាព្រំដែនថៃកម្ពុជានៅខេត្តស្រះកែវកាលពីថ្ងៃពុធហើយបានណែនាំកងទ័ពរបស់លោកឲ្យត្រៀមខ្លួនយ៉ាងពេញលេញដើម្បីការពារព្រំដែននិងរក្សាការបិទច្រកព្រំដែនទាំងអស់ជាមួយនឹងកម្ពុជានេះគឺជាអ្វីដែលជាចំណុចទី1សំខាន់នៅក្នុងការចុះកាសែតនេះគឺពួកវាត្រៀមខ្លួនរួចជាស្រេចណាឲ្យកងទ័ពត្រៀមខ្លួនយ៉ាងពេញលេញដើម្បីការពារព្រំដែនក៏ដូចជាទី2នោះគឺការរក្សាការបិទព្រំដែនច្រកព្រំដែនទាំងអស់ជាមួយនឹងកម្ពុជាយើងបិទទៅណាអ្នកខាតណាអ្នកខូចមិនមែនកម្ពុជាអ្នកខាតអ្នកខូចទេព្រោះឥឡូវកម្ពុជាពហិការឈប់ប្រើប្រាស់របស់ពួកចៅសៀមឯងអស់ទៀតហើយកម្ពុជាលែងប្រើ
របស់ពូឲ្យចៅសៀមឯងអស់ហើយណាបិទក៏បិទទៅមិនចាំបាច់នាំចេញនាំចូលទំនិញមកកាន់ទឹកដីកម្ពុជាទេបិទបណ្ណាក៏បិទទៅអ្នកខាតធំគឺណាគេចឹងយើងបន្តមកទៀតណាឧត្តមសេនីយ៍ឯកវរយុទ្ធលួងសវណ្ណបានជួបជាមួយរដ្ឋមន្ត្រីបានជួបជាមួយមន្ត្រីនៃកងកម្លាំងបូរផានៅខេត្តស្រះកែវនិងបានដឹកនាំកិច្ចប្រជុំមួយដែលមានការចូលរួមពីមេបញ្ជាការអង្គភាពនិងតំណាងមកពីស្ថាប័នពាក់ព័ន្ធផ្សេងៗអ្នកចូលរួមមានអភិបាលខេត្តស្រះកែវលោកបញ្ញា ពោធិស័ក្តិតំណាងមកពីនគរបាលខេត្តតំបន់ទី2ការិយាល័យនគរបាលខេត្តស្រះកែវនិងមន្ត្រីមកពីនាយកដ្ឋានរដ្ឋបាលខេត្តបន្ទាប់ពីកិច្ចប្រជុំចប់លោកវរយុទ្ធនិងគណៈប្រតិភូរបស់លោកបានត្រួតពិនិត្យប៉ុស្តិ៍កងទ័ពមួយនៅចំណុចត្រួតពិនិត្យព្រំដែនបានខ្លងលឹកជាកន្លែងដែលលោកបានណែនាំទាហានឲ្យសម្របសម្រួលប្រគិស្មាជាមួយភ្នាក់ងារផ្សេងទៀតដើម្បីធានាបាននៅការបិទព្រំដែនជាបន្តបន្ទាប់ជាមួយនឹងកម្ពុជាលោកក៏បានបញ្ជាឲ្យមានការល្បាតតាមបណ្ដោយផ្លូវឆ្លងកាត់ខុសច្បាប់ដើម្បីការពារចូលការពារចូលខុសច្បាប់ជាពិសេសសមាជិកនៃក្រុមអក្រិតកម្មអនឡាញគេផ្ដោតទៅលើច្រើនរឿងនៅក្នុងកាសែតនេះណានៅក្នុងអត្ថន័យនៃការចុះផ្សាយរបស់គេហ្នឹងនៅក្រោយមកលោកវរយុទ្ធបានទៅទស្សនាស្ថានីយ៍រថភ្លើងបាងខ្លងលឹកដើម្បីត្រួតពិនិត្យវិធានការផ្ដាច់ចរន្តអគ្គិសនីនិងការតភ្ជាប់អ៊ីនធឺណិតដែលលាតសន្ធឹងចូលទៅក្នុងទឹកដីកម្ពុជារឿងមកទៀតហើយគុណម្ចាស់បងប្អូនកាលពីកំពុងមានបញ្ហាជាមួយគ្នាដំបូងពួកវាក៏បានគម្រាមកាត់ផ្ដាច់នៅអ៊ីនធឺណិតកាត់ផ្ដាច់នៅអគ្គិសនីដើម្បីកុំឲ្យប្រជាជនកម្ពុជាក៏ដូចជាប្រទេសកម្ពុជារបស់យើងនេះប្រើប្រាស់អគ្គិសនីដែលតចេញពីវានិងប្រើប្រាស់អ៊ីនធឺណិតដែលតចេញពីពួកចៅសៀមទាំងអស់ហ្នឹងពីទឹកដីពួកចៅសៀមអញ្ចឹងណាអូខេអញ្ចឹងយើងបន្តមកទៀតមកបន្ទាប់មកមេបញ្ជាការកងទ័ពបានធ្វើដំណើរទៅកាន់បាងខ្លងបាននងច័ន្ទដើម្បីសង្កេតមើលប្រតិបត្តិការបោសសម្អាតមីនសិតទៅមើលប្រតិបត្តិការបោសសម្អាតមីនទៀតចង់និយាយថាពួកអស់លោកទៅបោសសម្អាតមីនឬក៏ពួកអស់លោកទៅជន់មីនអញ្ចឹងណាឬក៏ទៅបលែងលេងជាមួយមីនពួកអស់លោកអញ្ចឹងអានេះគឺជាអ្វីដែលគេបាននិយាយអញ្ចឹងគេថាគេទៅបោសសម្អាតមីនប៉ុន្តែចុះឡើងស្រាប់តែមានពួកទាហានមួយចំនួនហ្នឹងគ្រោះថ្នាក់ដោយសារមីនរួចហើយយកអារឿងមីនហ្នឹងមកវាយបកមកលើកម្ពុជាមកបន្ទោសកម្ពុជាមកចោទកម្ពុជាអញ្ចឹងប្រតិបត្តិការបោសសម្អាតមីនដែលកំពុងដំណើរការគេថាគេកំពុងដំណើរការណាលោកបានជូនដំណឹងថាការដោះមីនត្រូវបានបញ្ចប់លើផ្ទៃដី 32,000 ម៉ែត្រការ៉េក្នុងតំបន់ A ក្នុងតំបន់ A គេបានដោះមីនអស់នៅផ្ទៃដីហ្នឹងគឺ 32,000 ម៉ែត្រការ៉េហើយប៉ុន្តែអ្វីដែលសំខាន់មិនដឹងថាគេទៅដោះមីនឲ្យពិតប្រាកដឬក៏ទៅបង្កប់មីនរួចហើយចាំប្រាប់ឲ្យពូអាកូនចៅទៅដើរជន់មីនហើយបន្ទាប់មកយករឿងទាំងអស់ហ្នឹងយកមកវាយបកមកលើកម្ពុជាយកមកបង្កចំនួនបង្កបញ្ហាជាមួយកម្ពុជាគឺអារឿងមីននឹងឯងដដែលសកម្មភាពរបស់វាទម្លាប់អំពើដែលវាធ្វើមកលើយើងគឺមានតែរឿងមីនវាញ៉ៃជាមួយតែនឹងរឿងមីននេះដែលអនុញ្ញាតឲ្យអ្នកភូមិចំនួន4នាក់ត្រឡប់មកវិញនិងធ្វើស្រែចម្ការលើដីរបស់ពួកគេគេថាគេបោសសម្អាតហើយគេឲ្យប្រជាពលរដ្ឋគេចំនួន4នាក់មករស់នៅនឹងដីនឹងវិញហើយបន្ទាប់មកក៏ធ្វើស្រែចម្ការធ្វើចុះធ្វើឡើងដល់ពេលភ្ជួរចុះភ្ជួរឡើងឬក៏កាប់ចុះកាប់ឡើងទៅប៉ះមីនដែលពួកវាប្រកបហ្នឹងគឺផ្ទុះទៀតនឹងឯងរួចហើយចាប់ផ្ដើមទៀតហើយចាំមើលបើមិនជឿអូខេតោះចឹងបន្តមកទៀតមកនៅការងារបោសសម្អាតមីននៅតំបន់ C ដែលត្រូវបានគ្របដណ្ដប់លើផ្ទៃដី 33,6,457 ម៉ែត្រការ៉េបានចាប់ផ្ដើមនៅថ្ងៃអង្គារហើយបានដោះមីនក្នុងចំនួនផ្ទៃដី
337 ម៉ែត្រការ៉េរហូតមកដល់ពេលនេះដោយបានរកឃើញមីន2ប្រភេទមីនប្រភេទ PMN ចំនួន2គ្រាប់គេថាគេរកឃើញមីន PMN ហ្នឹងគឺចំនួន2គ្រាប់នៅលោកវរយុទ្ធបានណែនាំអង្គភាពបោះសម្អាតមីនឲ្យបន្តដោយប្រុងប្រយ័ត្នបំផុតនិងប្រកាន់ខ្ជាប់នៅវិធីសាស្ត្រសុវត្ថិភាពនៅក្រោយមកលោកវរយុទ្ធបានជួបជាមួយប្រជាជននៅបាននងច័ន្ទហើយបានធានាដល់ពួកគេថាកងទ័ពនឹងបន្តការពារទាំងប្រជាជននិងទឹកដីថៃនៅលោកបានប្រាប់អ្នកភូមិថាកងទ័ពរបស់យើងបដិញ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការការពារព្រំដែននិងធានាសុវត្ថិភាពរបស់អ្នកគេអួតអាងគេប្រាប់ចឹងណាគេដោះមីនបានច្រើនណាដោះមីនតំបន់ A បានរួចរាល់ហើយដោះមីនតំបន់ C ទៀតចុះឡើងណាគឺឃើញពូអាចោស៊ីមឯងផុសថាគ្រោះថ្នាក់ដោយសារមីនអញ្ចឹងបានថាពូអស់លោកឯងទៅដោះមីនឬក៏ទៅបង្កប់មីនឬក៏ទៅបលែងលេងជាមួយមីនឬក៏ទៅដើរជន់មីនណាគឺជាអ្វីដែលយើងត្រូវគិតត្រូវពិចារណាណាហើយពួកវាមិនដឹងថាគិតអីទេណាអញ្ចឹងគឺហ្នឹងហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងគុណចាំបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំគណៈអាត្មាសូមអរគុណនិងអរគុណច្រើនសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់អញ្ចឹងបើមិនទាន់បាន Subscribe Channel YouTube របស់ខ្ញុំគណៈសូមជួយ Subscribe Channel YouTube របស់ខ្ញុំគណៈអាត្មាម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីប្លែកៗបន្តទៀតទាក់ទងទៅនឹងរឿងកម្ពុជាហើយនឹងពួកអាចោស៊ីមជាមួយនឹងប្រទេសអាចោស៊ីមហ្នឹងអញ្ចឹងខ្ញុំគណៈអាត្មាសូមនមស្ការលានិងចម្រើនពរលា